តែជោគជ័យវាត្រូវការកត្តា4ទី1គឺចាក់ខុសវិស័យច្បាស់លាស់ថាតើយើងកំណែតម្រង់ដើម្បីអីដើម្បីបង្ហាញថាយើងបានធ្វើទេកែតម្រង់ដើម្បីធានាប្រសិទ្ធភាពឲ្យកាន់តែខ្ពស់រយៈពេលវែងពិតណាស់ហើយទី2ត្រូវការការបដិញ្ញាចិត្តខ្ពស់ខ្ញុំអាសានិយាយបើសិនជាយកស្ករគ្រាប់ទៅឲ្យក្មេងមនុស្ស10នាក់ស្ម័គ្រចិត្តទៅទាំង10ព្រោះយកទៅក្មេងស្រឡាញ់ប៉ុន្តែបើក្មេងហូបហើយក្តៅខ្លួនទៅយកថ្នាំល្វីងមួយទៅឲ្យគាត់សួរថាប្រមាណអ្នកចង់ទៅអត់ងាយទេជាងការទៅខ្លួនឯងព្រោះខ្លាចក្មេងកូនខឹងយើងស្អប់យើងប៉ុន្តែបើយើងមិនឲ្យថ្នាំខ្លះល្វីងទៅគាត់ថ្នាំផ្អែមអត់ប្រសិទ្ធភាពយើងត្រូវខ្លះប៉ុន្តែយើងក៏ត្រូវគិតពីសុខភាពពីកិច្ចការរបស់គាត់យល់ពីទៅផ្ដល់ការយោគយល់ផ្ដល់នៅគេថាតម្លៃទៅដល់បុគ្គលប៉ុន្តែយើងក៏ត្រូវគិតឲ្យមានតុល្យភាពជាមួយនឹងផលប្រយោជន៍រួមដោះស្រាយបែបណាត្រូវមានការបដិញ្ញាចិត្តខ្ពស់ហេតុនេះហើយបានជាយើងគិតគូរបែបនេះបានយើងមិនយកអភិក្រមបង្រួមដើម្បីពង្រឹងដោយប្រទេសខ្លះយើងយកពង្រឹងជាជាងពង្រីកដើម្បីពង្រឹងថែរក្សាវានកែសម្រួលតាមការចាំបាច់ហើយប្រើប្រាស់អ្វីដែលយើងបានមានឲ្យកាន់តែមានប្រសិទ្ធភាពទី3ត្រូវមានការចូលរួមទាំងអស់គ្នាហើយនេះហើយបានជាខ្ញុំធ្វើជាប្រធានគណៈកម្មការពួកខ្ញុំនឹងត្រូវជាទម្ងន់នឹងទទួលខុសត្រូវទៅលើកិច្ចការនេះបាទពួកខ្ញុំដឹងអ្នកនៅផ្ទាល់ឪពុកម្ដាយផ្ទាល់មានកិច្ចការត្រូវបញ្យល់ទៅហើយយើងមិនមែនទៅងើបឡើងគឺថាយកអ្នកណាមកទៅដល់ប្រាប់ថាឥឡូវអត់ទេមើលតែល្អកពី3មិនបាច់ទៅពិគ្រោះយោបល់ជាមួយទេសម្រាប់ចិត្តនយោបាយដាក់ផាំងទៅហើយចាំទៅធ្វើកិច្ចការរបស់យើងការសម្រេចចិត្តជានយោបាយត្រូវតែធ្វើការកំណែតម្រង់ត្រូវធ្វើការពង្រឹងស្ថាប័នត្រូវតែយកអភិក្រមដើម្បីពង្រីកប៉ុន្តែនីតិវិធីត្រូវមានការគិតគូរនិងពិគ្រោះយោបល់ទៅលើដើម្បីរកដំណោះស្រាយរួមគ្នាអញ្ចឹងបានជាយើងមិនឲ្យរើសមន្ត្រីថ្មីជាច្រើនក្នុងដំណាក់កាលដែលយើងកំណែតម្រង់នេះព្រោះវាមានស្ថានភាពខ្លះគឺលើសតែខ្វះតែលើសស្ថានភាពនៅក្នុងការនេះហើយដែលទៀមទានៅក្នុងការផ្អាកបន្តិចយើងចូលទៅមើលដើម្បីប្រឌិតពើតែខ្វះនឹងលើសដឹងយ៉ាងម៉េចថាខ្វះនឹងលើសត្រូវមើលទៅតាមការវិភាគមុខងារឲ្យបានច្បាស់កំណត់ឲ្យបានច្បាស់ទូនាទីភារកិច្ចមិនមែនផ្អែកទៅលើអារម្មណ៍របស់ប្រធានយុគដ្ឋានថាខ្ញុំមានអារម្មណ៍ថាគ្នាខ្ញុំខ្វះបើផ្អែកទៅលើអារម្មណ៍ខ្ញុំគិតថាប្រធាននាយកដ្ឋានណាក៏ខ្វះដែរតែយើងត្រូវផ្អែកទៅលើវិជាសាស្ត្រពិតការជជែកគ្នាជាសម្បូរភាពដើម្បីយើងធ្វើនេះគឺជាកិច្ចការសំខាន់ខ្ញុំទទួលស្គាល់ពេលប្រជុំផ្ទាល់នៅក្នុងប្រកាសជាមានការលើកផ្សេងតែយើងខិតខំធ្វើពង្រឹងយ៉ាងណាដើម្បីធានាដោះស្រាយនៅយុត្តិធម៌សម្រាប់បុគ្គលឲ្យមានតុល្យភាពជាមួយយុត្តិធម៌នៃស្ថាប័នរយៈពេលវែងនៃការរីកចម្រើនរបស់យើងហើយសូមឲ្យមានការចូលរួមពីមន្ត្រីពីថ្នាក់ដឹកនាំរបស់យើងទាំងអស់គ្នាផ្អែកទៅលើមូលដ្ឋានមួយបាទហើយទី3គឺការលះបង់ខ្លះហើយយើងធ្វើយ៉ាងណាក៏ដោយយើងមិនអាចបាត់បង់យើងមិនអាចចោលនៅការលះបង់ទេបើយើងមិនធ្វើកំណែតម្រង់នៅស្ថាប័នមួយដែលមិនមានប្រសិទ្ធភាពបានន័យថាយើងកំពុងតែលះបង់នៃប្រសិទ្ធភាពរួចទៅហើយបាទមិនបានន័យថាយើងមិនលះបង់ទេទេយើងកំពុងតែលះបង់នៅប្រសិទ្ធភាពស្ថាប័ននឹងរយៈពេលវែងបើយើងពង្រាយមន្ត្រីមិនត្រូវយើងកំពុងតែលះបង់ឱកាសរបស់មន្ត្រីដែលអាចមានសក្តានុពលតែគាត់អត់សូវមានការងារមានឱកាសបញ្ចេញសមត្ថភាពរួចទៅហើយយើងបានលះបង់
មែនបានតែយើងមិនហ៊ានធ្វើបានតែថារួចខ្លួនមិនលះបង់ទេយើងសម្រេចចិត្តស្អីក៏ដោយតែងតែមានការលះបង់យើងសម្រេចចិត្តមិនកែក៏មានការលះបង់បាទរឿងតែប៉ុណ្្នឹងបើយើងសម្រេចចិត្តមិនកែយើងលះបង់នៅឱកាសដើម្បីបង្កើនប្រសិទ្ធភាពបើយើងមិនហ៊ានការរៀបចំនឹងការបង្រៀនមន្ត្រីការពង្រឹងគុណវុឌ្ឍិមន្ត្រីយើងលះបង់ឱកាសនៃស្ថាប័នដែលមានទុនធានមនុស្សល្អយើងនឹងលះបង់នៅឱកាសដែលមន្ត្រីទាំងអស់នោះគាត់អត់មានការងារធ្វើនាយកដ្ឋានខ្លះត្រូវការ20នាក់តែគាត់មាន80នាក់តើប្រមាណអ្នកដែលមានការងារធ្វើពិតប្រាកដនាយកដ្ឋានមួយដែលត្រូវការមនុស្ស50នាក់តែមានតែ20នាក់យើងកំពុងតែបាត់ប្រសិទ្ធភាពនៃស្ថាប័ននេះហើយជាការជំរឿសធ្វើក៏លះបង់មិនធ្វើក៏លះបង់តែលះបង់មួយណាជ្រើសមួយណាអញ្ចឹងគ្មានជំរឿសអីគឺត្រូវតែខិតខំធ្វើកែតម្រង់តាមអ្វីដែលយើងធ្វើបានដើម្បីបង្កើនប្រសិទ្ធភាពនៃស្ថាប័នបម្រើប្រជាពលរដ្ឋនិងបង្កើនឱកាសឲ្យមន្ត្រីដើម្បីមានឱកាសពង្រាយមន្ត្រីមានការងារស្មើដៃគ្នាធ្វើនេះហើយគឺជាការកែតម្រង់ការសម្រេចចិត្តគឺបែបនេះបាទយើងមិនធ្វើក៏បញ្ហាយើងធ្វើក៏បញ្ហាតែយើងត្រូវដាក់អភិក្រមមួយតើយើងរកអីយកអីបាទខ្ញុំសូមបញ្យល់ធ្វើកំណែកម្រងក៏លះបង់មិនធ្វើកំណែតម្រង់ក៏លះបង់បាទប៉ះដូចគ្នាធ្វើក៏ប៉ះមិនធ្វើក៏ប៉ះបើពាក្យសម័យកែតម្រង់ប្រទេសរដ្ឋបាលសាធារណៈរៀបចំក្រសួងពី30មកសល់9 10ឬក៏11ទាំងអត់ទាន់មានលទ្ធភាពឈ្នះឆ្នោតទៅកាន់ប្រទេសតែយើងមានគំនិតទស្សនៈទានចក្ខុវិស័យគោលបំណងគោលនយោបាយរបស់បកជំនាន់ថ្មីដើម្បីបង្ហាញតាមអញ្ចឹងទៅប្រជាពលរដ្ឋទៅអីទៅប្រជាពលរដ្ឋគាត់ដឹងថាគណៈបកជំនាន់ថ្មីគណៈបកជំនាន់ថ្មីប៉ិនខួរក្បាលបេះដូងសតិសម្បញ្ញៈឧត្តមគតិអត់ថ្មីទេណាយើងថ្មីគោលនយោបាយណាដែលឃើញថាគណៈបកកណ្ដាលអំណាចគេខ្វះចន្លោះអីយើងធ្វើគោលនយោបាយបែបហ្នឹងហើយអត់ទៅប្រមាថការទៀននឹងមើងងាយមើលថោគណៈបកគេទេយើងផលិតផលខ្លួនយើងលក់នំក្រូចហើយដែរបាននំក្រូចនឹងឈ្ងុយដាក់ល្ងស្នូលសណ្ដែកច្រើនធំជាងម្សៅដែលធ្វើឲ្យទឹកនោមផ្អែមទឹកនោមអីកើតអាស៊ីតកើតអីយើងឆ្នៃអាហ្នឹងដើម្បីឲ្យពលរដ្ឋអ្នកដែលអតិថិជនហូបនំក្រូចយើងនេះឲ្យថាអូនំចំនួនថ្មីសាកមើលមក2027 28ហើយសូមឲ្យយើងមានសិលធម៌និងគុណធម៌ជាចាំបាច់មិនបាច់ចាំយើងបណ្ឌិតឬក៏មិនបណ្ឌិតអីទេអ្នកខ្លះចេះដឹងតែខ្វះគុណធម៌គឺចប់ហើយអ្នកខ្លះមានចំណេះដឹងខ្វះបញ្ញាអ្នកខ្លះមានបញ្ញាតែចំណេះដឹងគាត់អត់មានចឹងរក្សាសិលធម៌និងគុណធម៌កុំទៅប្រមាថការទៀនបៀតបៀនគេធ្វើឲ្យគេឈឺចាប់យើងប្រកួតប្រជែងគោលនយោបាយយើងអត់ប្រកួតប្រជែងនៅអ្វីជាការសងសឹកបែបហិង្សានយោបាយទេនេះជាគោលការណ៍ទាំង10របស់គណៈបកជំនាន់ថ្មីអ្នកណាដើរប្រឆាំងគណៈបកជំនាន់ថ្មីក្នុងគោលការណ៍ទាំង10មិនមែនជាសកម្មជនរបស់គណៈបកជំនាន់ថ្មីពីក្រមថ្នាក់ជាតិដល់ថ្នាក់ជាតិហេតុអីគណៈបកជំនាន់ថ្មីបើកឡើងមានគោលដៅ2គោលដៅទី1ស្របតាមច្បាប់រដ្ឋធម្មនុញ្ញមានច្បាប់ទទួលស្គាល់ពេញលេញពីក្រសួងមហាផ្ទៃគោរពច្បាប់គណៈបកនយោបាយនិងមិនធ្វើអ្វីខុសនឹងច្បាប់គណៈកម្មការជាតិរៀបចំការបោះឆ្នោតកោជបដើម្បីទៅប្រកួតប្រជែងយកអំណាចដែលឈ្នះឆ្នោតដើម្បីដឹកនាំប្រទេសអានឹងបានយើងកែតម្រង់ប្រទេសរដ្ឋបាលសាធារណៈរៀបចំក្រសួងពី30មកសល់9 10ឬក៏11 CNN បណ្ដំព័ត៌មានពិតឥតបំភ្លៃដើម្បីសន្តិភាព